រឿងព្រះបាទវេស្សន្តរកាលព្រះសាស្តាចារ្យឪគង់នៅនគររាជក្រឹសឧទយថេរបាននិមន្តព្រះសង្ឃឲ្យនិវត្តន៍មកកាន់នគរបើពស្តុតាមសេចក្តីអារាធនារបស់ព្រះស្រីសុទ្ធោទពុទ្ធបតាកាលព្រះពុទ្ធយាងមកដល់និងក្រោយពុទ្ធបតាទ្រង់ផ្ចង់អញ្ជលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោកខរិបសដ៏អស្ចារ្យគឺនរណាចង់ទឹកទើបទឹកនរណាពុំចង់ទឹកគឺអត់ទឹកឡើយគឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសុគនេះដែលបណ្ដាលឲ្យព្រះពុទ្ធទ្រង់សម្ដែងធម្មទេសនារឿងព្រះវេស្សន្តរនោះថាកាលនោះព្រះបាទសិរិមហារាជសោយរាជនៅនគរជាតិត្រសិរីរដ្ឋទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបាសុបតីហោះដីជារាជបុត្រីនៃព្រះបាទមិត្តរាជនៃក្រមត្រដ្ឋបុព្វប្រវត្តិនៃនាងផុសដីនោះគឺថានៅចុងកប់ទី91នាងនេះជារាជបុត្រីនៃព្រះបាទពុនធំរាជនគរពុទុមដីនាងបានបូជាលំអិតក្លឹមច័ន្ទចំពោះព្រះពុទ្ធវិបស្សីដោយផល្លានិសង្ឃនេះនាងមានក្លិនក្រអូបទីបំផុតនាងបានទៅជាអាគមហេសីនៃព្រះឥន្ទ្រាធិរាជកាលដល់កំណត់ជន្មាយុព្រះឥន្ទ្រជ្រាបថានាងនឹងឈុតចាក់ទេវលោកព្រះអង្គក៏ប្រទានពរ10ប្រការទសពរចំពោះនាងតាមសេចក្តីប្រាថ្នាគឺឲ្យបានជាអាគមហេសីនៃព្រះបាទស្រីសញ្ជ័យនាងគោចិត្តឲ្យមានភ្នែកល្អមានភូមិមកងត្រទេសទទួយដូចបង្គួយកៅតុនឲ្យមានឈ្មោះថាផុសដីដដែលឲ្យមានកូនប្រុសមួយមានកក្ណាមល្បីល្បាញពេលមានកភើសូមឲ្យមានផ្ទៃពោះរាបស្មើល្អដូចរូបប្រុសក្រដីកុំឲ្យមានដោះសណ្ដាយកុំឲ្យមានសក់ស្កើត្រូវមានសាច់សម្បុរស្បែកម៉ត់ខៃល្អដូចសាច់ពិលមាសឲ្យមានអំណាចដោះទុក្ខទោសរបស់មនុស្សសត្វទាំងឡាយឲ្យមានបក្សីគឺហងគ្រាលខ្ងានបន្លឺនៅសពល្វែងល្វើយនាព្រះរាជមន្ទីរព្រះនាងផុសតេជយុតចាក់ទេវលោកមកកើតក្នុងផ្ទៃនៃព្រះអាគមហេសីរបស់ព្រះបាទមិត្តរាជនាងមានក្លិនកាយក្រអូបដូចក្លឹមច័ន្ទទើបគេថ្វាយព្រះនាមផុសដីព្រះបាទសិរិមហារាជទ្រង់ប្រោសអភិសេកនាងឲ្យជាអាគមហេសីនៃព្រះបាទស្រីសញ្ជ័យរាជបុត្ររបស់ព្រះអង្គកាលនោះព្រះពោធិសត្វយាងចុះពីឆានត្រៃត្រឹងមកចាប់បដិសន្ធិក្នុងផ្ទៃនាងផុសដីតាំងពីមានកុហកកាលណាព្រះនាងផុសដីចំណាយព្រះរាជទ្រព្យ60000កហបណៈរាល់ថ្ងៃដើម្បីព្រះរាជទានក្នុងសាលាទានទាំង3នៅពេលគ្រប់ទសមាសព្រះនាងយាងប្រតិសិនគោក៏ស្រាប់តែប្រសូតព្រះពោធិសត្វនៅចន្លោះផ្លូវនៃពុជមួយទៅគេថ្វាយនាមព្រះរាជទារកថាព្រះវេស្សន្តរក្នុងថ្ងៃព្រះពោធិសត្វប្រសូតមកមានមេដំរីមួយបាននាំកូនដំរីសុទ្ធមកទុកថ្វាយក្នុងកន្លែងដំរីមង្គលគេដាក់នាមដំរីនោះថាបច្ច័យនិកេនត្រោនៅពេលព្រះជន្មបាន5ឆ្នាំព្រះពោធិសត្វប្រទាននៅប្រដាប់ប្រដាកុមារមានតម្លៃ100,000កហបណៈដល់មេនគម្រប់9ដងកាលព្រះជន្មបាន8ឆ្នាំទ្រង់ប្រាថ្នាឲ្យបេះដូងភ្នែកសាច់ឈាមជាទានហៅថាអច្ឆិតទានព្រះជន្មបាន15វស្សាព្រះបតាទ្រង់សំគុំនាងមត្រីជាមាតុលធីតាអំពីមត្រដ្ឋឲ្យជាអាគមហេសីហើយទ្រង់ដាក់រាជថ្វាយឲ្យគ្រប់គ្រងគោលរៀងមកចំណេះការមកនាងរីប្រសូតបានព្រះរាជបុត្រមួយដាក់នាមថាជាលីរួចប្រសូតបានបុត្រីមួយដាក់នាមថាកន្ហាជានាក្រស្នាគ្រាមួយដែនក្លឹងគ្រាសតកើតទុរភិរាំងភ្លៀងរងភ្លៀងអត់បាយអ្នកអង្គចាត់ឲ្យព្រះ8អ្នកទៅសុំដំរីមង្គលពីព្រះវេស្សន្តរព្រះពោធិសត្វក៏សពព្រះតីប្រោសប្រទានដំរីព្រមទាំងគ្រឿងប្រដាប់ទៅស្មូមពេលនោះអ្នកស្រុកស្រីពីរាសនាំគ្នាខឹងសុំព្រះរាជាឲ្យបំបរបងព្រះវេស្សន្តរចេញពីនគរព្រះបាទស្រីសញ្ជ័យពុំយល់ព្រមតាមតែអ្នកស្រុកពុំសុខចិត្តទីបំផុតព្រះវេស្សន្តរសម្រេចព្រះតីថានឹងចេញពីនគរទៅបួសនៅក្នុងព្រៃភ្នំគិរីវង្គតព្រះអង្គហៅនាងមន្ត្រីមកតែផ្ដាំប៉ុន្តែព្រះនាងទូចសុំទៅតាមបម្រើព្រះស្វាមីតែមួយមុខព្រះនាងផុសដីអាឡោះអាឡៃបុត្រនាងយាងទៅអង្គវសុំទោសស្វាមីឲ្យព្រះរាជទានទោសឲ្យព្រះវេស្សន្តរតែពុំបានសម្រេចមកព្រះវេស្សន្តរប្រារព្ធធ្វើសត្វសឹកមហាទានគឺមានចំនួន700គម្រប់7មុខព្រះនាងផុសដីសុំខាត់នាងមន្ត្រីជារាជសុនិសាឲ្យនៅក្នុងគោនាងមន្ត្រីមិនព្រមដោយបានរៀបរាប់ពីធម្មជាតិអាក្រាត3មុខថ្វាយព្រះមេដាស្ដាប់គឺទន្លេគ្មានទឹកហៅថាទន្លេអាក្រាតដែនគ្មានស្ដេចហៅថាដែនអាក្រាតស្រីមេម៉ាយហៅថាស្រីអាការ៉តមកព្រះវេស្សន្តរមួយអន្លើនិងនាងមន្ត្រីបុត្រទាំងពីរថ្វាយបង្គំលាមាតាបតាយាងចេញពីនគរព្រះពោធិសត្វទ្រង់ប្រទានសេះទាំង4ទៅព្រះ4នាក់និងរាជរត់ទៅព្រះម្នាក់ទៀតតាមផ្លូវទីបញ្ចប់ទ្រង់បាជាលីនាងមន្ត្រីចៅក្រស្នាយាងព្រះបាទបន្តផ្លូវទៅមុខទៀតព្រះវេស្សន្តរមហេសីនិងបុត្រយាងដល់មាតុលនគរពួកអ្នកចិត្តរាសចេញមកទទួលហើយព្រមព្រៀងថ្វាយរាជសម្បត្តិចំពោះព្រះវេស្សន្តរប៉ុន្តែព្រះអង្គពុំទទួលស្ដេចចិត្តរាសនាំគ្នារៀបជូនដំណើរព្រះពោធិសត្វទៅដល់ទ្វារភ្នំគិរីវង្គតហើយរើសកូនប្រុសអ្នកស្រុកម្នាក់ឈ្មោះចិត្តបុត្រឲ្យចាំនាយច្រកភ្នំដើម្បីការពារសេចក្តីសុខចំពោះព្រះវេស្សន្តរក្សត្រទាំង4អង្គយាងដកឆ្នេរស្រះបោកខរណីបានឃើញអាស្រមបុត្រដែលសក្តិទេវរាជនិមិត្តថ្វាយក៏នាំគ្នាចូលគង់នៅជាមួយឥសីក្នុងទីនោះទៅនិយាយពីព្រាហ្មណ៍ម្នាក់ឈ្មោះជូជុកនៅស្រុកទុនវិតព្រាហ្មណ៍ក្រៀមសន្សំប្រាក់បាន100កហបណៈយកទៅផ្ញើនឹងត្រកូលព្រាហ្មណ៍មួយត្រកូលព្រាហ្មណ៍នោះចាយប្រាក់ជូជុកអស់
ក៏សុខចិត្តលើកកូនស្រីឈ្មោះនាងអមតាប់នាឲ្យធ្វើជាប្រពន្ធជូជុកថ្ងៃមួយពួកព្រាហ្មណ៍ក្មេងបានចោមរោមវីនាងអមតាប់ណាដោយក្តីច្រណែននាងនេះបានលេះក៏លែងបំរើប្តីចាស់ហើយបង្ខំដាជូជុកឲ្យទៅសុំកូនព្រះវេស្សន្តរមកបំរើនាងជូជុកធ្វើដំណើរទៅកាន់ភ្នំគិរីវង្គតចិត្តបុតឃើញព្រាហ្មណ៍ចាស់ត្រូវឆ្កែដេញខំរត់ឡើងចុងឈើក៏ទាញព្រួញបំរុងនឹងបាញ់ប្រហារជូជុកក៏ហកថាខ្លួនជារាជទូតព្រះបាទស្រីសញ្ជ័យចិត្តបុតជឿក៏អញ្ជើញជូជុកចុះមកជប់លៀងក្រោយការជប់លៀងចិត្តបុតរៀបរាប់ដំណើរទៅកាន់ភ្នំគិរីវង្គតឲ្យជូជុកស្ដាប់ដល់មកជូជុកលាចិត្តបុតធ្វើដំណើរទៅដល់អាស្រមអច្យុតមហាសីអច្យុតមហាសីទទួលជូជុករួចក៏រៀបរាប់ប្រាប់ពីផ្លូវទៅកាន់អាស្រមព្រះវេស្សន្តរជូជុកទៅដល់អាស្រមនៅពេលរសៀលដែលជីនៅសំណាក់ជើងភ្នំមួយយប់រងចាំព្រឹកស្អែកនឹងចូលទៅសុំបុត្រពីព្រះវេស្សន្តររាត្រីនោះនាងមន្ត្រីយោសុបិននិមិត្តឃើញបុរសម្នាក់ទៀបខ្មៅស្លៀកពាក់សំពត់អំចត់ត្រឹមជង្គង់សៀបកាចានៅត្រចៀកកាន់អាវុធមុតថ្លាចូលមកចាប់ដួលនាងឆ្កៀលយកភ្នែកទាំងពីរកាត់យកព្រះអង្សាទាំងសងខាងពុះទ្រូងរូងយកថ្លើមបេះដូងទៅព្រះនាងតានឡើងភិតភ័យតាក់មៀទើបព្រះនាងយាងយាត្រាចូលទៅរកស្វាមីគោះទ្វារអាស្រមបរមកុឌិទាំងរាត្រីព្រះវេស្សន្តរកាត់សពថាជាការល្អទេព្រឹកឡើងនាងមន្ត្រីនាំបុត្រទាំងពីរទៅផ្ញើនឹងស្វាមីរួចចេញទៅបេះផ្លែផល្លាទាំងអារម្មណ៍ពិភ័យយ៉ាងខ្លាំងអំពីសុបិននិមិត្តជូជុកចូលមកសុំចៅក្រស្នានិងបាជីលីរាជកុមារទាំងពីរភិតភ័យនាំគ្នារត់ទៅពួនឯស្រះឈូកជូជុកចាប់កុមារទាំងពីរទៅចងវិវត្តនៅចំពោះព្រះភ័ក្ត្រព្រះវេស្សន្តរព្រះពោធិសត្វទប់ព្រះតីពុំទាន់ទ្រង់ចាប់ធ្នូរបំរុងនិងប្រហារព្រាហ្មណ៍ចោលតែទ្រង់ទប់បានវិញជូជុកនាំកុមារចេញទៅនិយាយពីនាងមន្ត្រីចេញទៅបេះផ្លែឈើពុំបានសោះនាងជួបប្រទះនៅខ្យល់ព្យុះភ្លៀងផ្គរហើយចេះតែមានភេទចម្លែកដូចជារកម្មភ្នែកឆ្វេងកម្រើកភ្នែកស្ដាំធ្លាក់សង្រែកពីស្មាធ្លាក់ទំពក់ពីដៃនាងពុំអាចវិលមកអាស្រមបានព្រោះទេវបុត្រចុតនិមមត់កាយជារាជសីមួយខ្លាធំមួយខ្លាដំបងមួយរាំងផ្លូវនាងលុះប្រលប់ទៅទេវបុត្រកាឡាខ្លួនចេញទៅអស់នាងវិលមកកាន់អាស្រមនាងមន្ត្រីបាត់ពុំឃើញបុត្ររត់មកទទួលដោយប្រកដីនាងភិតភ័យខំស្រែកហើយក៏ពុំឃើញនាងសួរព្រះស្វាមីក៏ព្រះអង្គពុំឆ្លើយតបនាងមន្ត្រីសោយសោកលុះដួលសន្លប់បាត់ស្មារតីព្រះវេស្សន្តរស្ទុះមករកងបីយកទឹកស្រប់ព្រះភេទឲ្យនាងដឹងខ្លួនវិញទើបទ្រង់លួងលោមប្រាប់ថាព្រះអង្គបានប្រទានបុត្រទៅជូជុកហើយនាងមន្ត្រីអនុមោទនាបុត្រទានក្នុងខណៈនោះមកនិយាយពីព្រះឥន្ទ្រាធិរាជទ្រង់ចុះមកកាឡាខ្លួនជាព្រាហ្មណ៍ម្នាក់ដើរចូលមកអាស្រមព្រះវេស្សន្តរដើម្បីបំពេញភរិយាទានរបស់ពោធិសត្វព្រះនាងមន្ត្រីយល់អធ្យាស្រ័យស្វាមីក៏យល់ព្រមឲ្យព្រះវេស្សន្តរដាក់ទាននាងទៅឥន្ទ្រព្រាហ្មណ៍ព្រះឥន្ទ្រទ្រង់សរសើរព្រះតីសប្បុរសរបស់ពោធិសត្វហើយទ្រង់បានប្រគល់នាងមន្ត្រីថ្វាយទៅព្រះវេស្សន្តរវិញខណៈនោះព្រះវេស្សន្តរបានសុំពរពីព្រះឥន្ទ្រ8ប្រការគឺសូមឲ្យព្រះវររាជបតាស្ដេចមកនាំពួកយើងខ្ញុំត្រឡប់ទៅនគរវិញសូមឲ្យមានអំណាចអាចដោះទុក្ខទោសរបស់សត្វទាំងឡាយឲ្យផុតពីក្តីស្លាប់សូមឲ្យបានជួយសង្គ្រោះដល់ជនកំសត់ទុក្ខវត្តផុតពីក្តីក្រលំបាកសូមកុំឲ្យមានចិត្តត្រេកត្រអាលខាងផ្លូវកម្មគុណជាអកុសលសូមឲ្យចៅជីលីនិងនាងកន្ហាជីនាបានគ្រប់គ្រងបរិយពិជ័យចិត្តសូមឲ្យមានអាហារទិព្វកើតឡើងរៀងរាល់ថ្ងៃសូមឲ្យការបរិច្ចាគទានកុំបីមានខ្វះខាតឡើយសូមឲ្យរំលងខណ្ឌទៅបានទៅកើតនៅក្នុងឋានទុសិតទេវលោកកុំបីខានឡើយជូជុកបានដើរអស់15ថ្ងៃហើយទីបំផុតគឺវង្វេងផ្លូវទៅកាន់ក្រុងចេតព្រះបាទស្រីសញ្ជ័យទតឃើញព្រាហ្មណ៍ចាស់បណ្ដាលក្មេងតូចទ្រង់បញ្ជាឲ្យហៅមកគាល់ពួកអាមាត្យឲ្យមុខមន្ត្រីបានស្ដាប់ជូជុកថ្លែងរឿងប្រាប់ក៏ចោទប្រកាន់ថ្កោលទោសព្រះវេស្សន្តរថាមិនគួរលើកកូនឲ្យជាទានសោះជាលីក្រស្នាបានដោះសារការពារព្រះបតាព្រះបាទស្រីសញ្ជ័យត្រាស់ឲ្យលុះព្រះរាជអន្តរពីជូជុកហើយទ្រង់ឲ្យរៀបពិធីទទួលព្រលឹងទៅជាលីបានក្រាបទូលអំពីទុក្ខលំបាករបស់មាតាបតានៅក្នុងព្រៃព្រះស្រីសញ្ជ័យសម្រេចនាំរេពោទៅតាមរាជបុត្រវិលមកគរវិញចំណែកជូជុកក្រោយដែលបានទទួលព្រះរាជទានរង្វាន់ហើយដោយសារគាត់អត់ឃ្លានមកយូរថ្ងៃគាត់ក៏បរិភោគអាហារច្រើនហួសប្រមាណភ្លើងធាតុមិនអាចរំលាយឲ្យរលួយបានគាត់ក៏រលត់សង្ខារក្នុងគ្រានោះហោងព្រះបាទស្រីសញ្ជ័យនាងផុសដីរាជវង្សានុវង្សនិងអស់លោកអាមាត្យឲ្យមន្ត្រីព្រមទាំងកុមារទាំងពីរបានចេញដំណើរទៅកាន់ភ្នំគិរីវង្គតក្សត្រទាំង5មួយអង្គក៏បានជួបជុំគ្នាដោយប្រាថ្នាហើយសំណេះសំណាលយំសោកត្រាតែសន្លប់អស់ខណៈនោះមហាមេឃបង្អុរភ្លៀងបោកខរុបសុំមកធ្វើឲ្យក្សត្រទាំង5មួយនិងសេនាអាមាត្យឲ្យមុខមន្ត្រីដឹងស្មារតីវិញអស់មុខមន្ត្រីក្រាបថ្វាយបង្គំព្រះវេស្សន្តរនិងនាងមន្ត្រីសូមឲ្យស្ដេចត្រឡប់ព្រះនគរថ្កានសោយរាជសម្បត្តិវិញក្រោយនោះព្រះវេស្សន្តរនិងនាងមន្ត្រីលាព្រះភ្នោះព្រះបាទស្រីសញ្ជ័យបានសុំទោសបុត្រហើយទ្រង់លួងលោមបុត្រដោយប្រការផ្សេងមុខចររងសេនាក៏ដង្ហែព្រះពោធិសត្វរាជវង្សានុវង្សចូលនគរវិញដោយសុវត្ថិភាពព្រះវេស្សន្តរសោយរាជជាសុខរហូតមកដល់សោយទីវង្គតបានទៅកើតនៅឋានទុសិតមាននាមថាសន្តោសិតទេវបុត្រព្រះរាជវង្សានុវង្សនិងនាមម៉ឺនសពមុខមន្ត្រីបានចាត់ការធ្វើពិធីរាជាភិសេកព្រះជាលីនិងកន្ហាជីនាជាមហាក្សត្ររៀងមក
ប្រធានរឿងព្រះវេស្សន្តរជាជាតិកំណើតពោធិសត្វចុងក្រោយបង្អស់របស់ព្រះពុទ្ធក្នុងរឿងនេះព្រះពោធិសត្វមាននាមថាវេស្សន្តរគេឯដំណើររឿងទាំងមូលបានលាតត្រដាងពីដំណើរជីវិតព្រះអង្គដែលផ្សារភ្ជាប់តែក៏ការដាក់ទានក៏តែប៉ុណ្ណោះដូចនេះយើងអាចកំណត់ប្រធានរឿងបានថាការបំពេញទានបារមីរបស់ព្រះពោធិសត្វព្រះនាមវេស្សន្តរការបំពេញទានបារមីនេះគឺជាការបំពេញមហាបរិច្ចាគ5គឺធនបរិច្ចាគបុត្របរិច្ចាគភរិយាបរិច្ចាគអង្គរិច្ចាគនិងជីវិតបរិច្ចាគមូលបញ្ហារឿងតាមរយៈសាច់រឿងព្រះវេស្សន្តរឃើញថាការបរិច្ចាគទានទាំង5នេះមនុស្សធម្មតាមិនអាចធ្វើបានទេដូចនេះការបំពេញទានបារមីរបស់ព្រះវេស្សន្តរអាចសម្រេចបានដោយរបៀបណាហើយការបរិច្ចាគទាំងនេះជាការងារធម្មតាចំពោះព្រះអង្គឬវាស្ថិតក្នុងដំណាក់កាលតស៊ូព្យាយាមដែរឬទេតាមរយៈដំណើររឿងយើងឃើញថាអ្វីត្បិតតែព្រះវេស្សន្តរជាទេវបុត្រដែលឈុតមកលើផែនដីដើម្បីបំពេញទានបារមីក៏ដោយក៏ការបំពេញទាននោះវាមិនមែនជាការងារធម្មតារបស់ព្រះអង្គឡើយព្រោះពេលដែលបំពេញទានព្រះអង្គជាគឺមនុស្សពោលគឺមិនទាន់ក្លាយជាព្រះឡើយ